ស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពី layer panel ក្នុង Figma ហើយ layer panel គឺស្ថិតនៅខាងឆ្វេងហើយយើងវារាយដូចជា page frame shape text ជាដើមដែលយើងបានបង្កើតវានឹងចេញលើហ្នឹងទាំង icon ទាំង text ទាំង shape ទាំងអស់គឺចេញលើហ្នឹងអស់ហើយនេះគឺជា layer panel របស់យើងដែលយើងឃើញថាអ្វីដែលយើងបង្កើតពីមុនមកហ្នឹងគឺវាបានរាយនៅលើ layer panel ទាំងអស់បើយើង click លើ arrow វានឹង select លើ4ដែលយើងបានបង្កើត line គឺ select លើ line យើងបានបង្កើត rectangle 3គឺ rectangle មួយនេះ rectangle 2 rectangle នេះហើយ frame ទី4គឺ frame នេះបើយើងចង់ select frame ទី3គឺ select frame នេះហើយនៅក្នុង frame នេះមាន group មួយហើយ group ហ្នឹងគឺរូប icon ឡានហើយ vector នេះគឺយើងគូរគំនូរគូរ pan ថ្ងៃមុនហើយដែល page នេះមានន័យថា project យើងគឺជា folder ធំមួយហើយ page នេះគឺជា folder ដែលនៅក្នុង folder ធំនោះដូចជា page មួយគឺយើងអ្វីមកបង្កើតអស់បើយើង create page ថ្មីមួយទៀតគឺទទេស្អាតបើយើងអាចបង្កើត page ថ្មីមួយទៀតខុសពី page ទី1ហើយ layer គឺជា layer ដែលនៅក្នុង page នេះបើយើងយកទៅកាន់ page ទី2គឺគ្មាន layer ទេព្រោះយើងអត់បានបង្កើតអីទេ